ពិតមែនហើយដង្កូវយ៉ាហ៊ីកូរីគឺជាដង្កូវមួយប្រភេទដែលមើលទៅសាហាវបំផុតប៉ុន្តែតាមពិតទៅវាមានចរិតស្លូតបូតខ្លាំងណាស់នេះគឺជាព័ត៌មានលម្អិតបន្ថែមដែលគួរឲ្យចាប់អារម្មណ៍អំពីវា 1. រូបរាងដ៏គួរឲ្យខ្លាចស្នែងវាមានស្នែងវែងពណ៌ក្រហមចុងខ្មៅនៅផ្នែកក្បាលដែលមើលទៅដូចជាមានពិសឬអាចចាក់ទម្លុះបានប៉ុន្តែការពិតស្នែងទាំងនោះគ្រាន់តែជាគ្រឿងបន្លាចសត្រូវដូចជាបុកសីកុំឲ្យហ៊ានមកជិតតែប៉ុណ្ណោះទំហំវាអាចមានទំហំប៉ិនផ្លាជែកឬវែងដល់15សង់ទីម៉ែត្រដែលធ្វើឲ្យវាคล้ายទៅជាដង្កូវមេអំបៅដែលមានមាឌធំបំផុតក្នុងចំណោមដង្កូវទាំងអស់ 2. របបអាហារដោយឈ្មោះរបស់វាដែរវារស់នៅនឹងស៊ីស្លឹកឈើជាអាហារជាពិសេសស្លឹកដើមហ៊ីកូរីដើមឈើប្រភេទធំម្យ៉ាងនៅតំបន់អាមេរិកស្លឹកដើមវ៉លណាត់ក្របវ៉លណាត់ស្លឹកដើមផឺស៊ីមុនផ្លែទម្លាប់ 3. ការផ្លាស់ប្ដូររូបរាងនៅពេលដែលវាស៊ីរហូតដល់ធំពេញទំហំវានឹងចុះពីលើដើមឈើមកជីករុននៅក្នុងដីដើម្បីទ្វារសម្បុក Pupate បន្ទាប់ពីឆ្លងកាត់វដ្តជីវិតនេះវានឹងក្លាយទៅជាមេអំបៅยักษ์ដែលមានឈ្មោះថា Regal Moth មេអំបៅ Regal Moth មានពណ៌ទឹកក្រូចលាយជាមួយចំណុចពណ៌លឿងនិងឆ្នូតពណ៌ប្រផេះមើលទៅស្រស់ស្អាតខ្លាំងណាស់ចំណុចចម្លែកនៅពេលក្លាយទៅជាមេអំបៅវាមិនស៊ីចំណីឡើយវាមិនមានមាត់សម្រាប់ស៊ីទេវាមានជីវិតរស់នៅបានតែត្រឹមប្រហែល1សប្តាហ៍ប៉ុណ្ណោះដើម្បីបង្កាត់ពូជរួចក៏ងាប់ទៅវិញតែអទើកដឹងទេទោះបីជាវាមានរូបរាងធំនិងមានស្នែងគួរឲ្យខ្លាចយ៉ាងណាក៏វាមិនកម្មឬមានពឹសដែលបណ្ដាលឲ្យរមាស់ដោយដង្កូវកំប៉ោតឬដង្កូវរោមខ្លះនោះទេតើអទើកចង់ឲ្យខ្ញុំបង្ហាញរូបភាពពណ៌នាបន្ថែមឬប្រៀបធៀបវាជាមួយនឹងដង្កូវប្រភេទផ្សេងទៀតដែលមាននៅតំបន់អាស៊ីយើងដែរឬទេ